សួស្តីពុកម៉ែបងប្អូននិងគ្នាយើងថ្ងៃនេះយើងបានជួបគ្នាម្ដងទៀតជាមួយខ្ញុំបាទ VC ម្ដងទៀតហើយណាបាទក្រោយពីយើងបានឃើញការប្រយុទ្ធគ្នារវាង Sanji ជាមួយនឹង Queen ហើយឥឡូវនេះយើងងាកមកមើល Zoro ដែលប្រយុទ្ធគ្នាជាមួយនឹង King ឯនេះវិញម្ដងហើយនៅក្នុងការប្រយុទ្ធគ្នារវាង Zoro និង King ហ្នឹងគឺថាពិតជា hit មែនតើលយជាង Sanji ប្រយុទ្ធជាមួយនឹង Queen ទៅទៀតអំឡុងពេលហ្នឹង King ក៏បានស្រែកដៀទៅដល់ Zoro ថា Zoro ហ្នឹងគឺនៅខ្សោយខ្លាំងណាស់មិនអាចយកឈ្នះគាត់នោះឡើយប៉ុន្តែហេតុអ្វីបានជា Zoro ហ្នឹងសម្ដែងដូចជាខ្លួនឯងហ្នឹងខ្លាំងគ្រប់យ៉ាងបែបហ្នឹងព្រមទាំងបានវាប្រហារហ្នឹងទៅដល់ Zoro យ៉ាងលឿនតែម្ដងដែលធ្វើឲ្យ Zoro ហ្នឹងគឺថាដកដង្ហើមមិនទាន់នោះទេតែយ៉ាងណាក៏ដោយ Zoro នៅតែអាចគេចផុតអំពីការវាប្រហាររបស់ King គាត់ក៏បានប្រើប្រាស់នៅក្បាច់ដើរ3ដើមរបស់គាត់ Ultra Tiger Hook របស់គាត់ហ្នឹងចូលទៅវាប្រហារ King នៅទីកន្លែងមួយហ្នឹងតែម្ដងមកហ្នឹងគឺថាហុយដីជុកតែម្ដងមិនទាន់ដឹងនរណាឈ្នះនរណាចាញ់ទេតែសាច់រឿងរបស់យើងបានបង្ហាញដែរថា Zoro ហ្នឹងគឺបានកាប់វាប្រហារទៅដល់ King មួយដើមឡើងដាច់របាំងមុខរបស់ King តែម្ដងពេលហ្នឹង Zoro និយាយបញ្ជាក់ទៀតថានៅពេលណាដែលភ្លើងនៅក្រោយខ្នងរបស់ King ត្រូវបានរលត់ King នឹងមានល្បឿនមួយដ៏លឿនលើសលប់ប៉ុន្តែវាក៏មានចំណុចខ្សោយដែរគឺចំណុចខ្សោយនៅត្រង់ថាការពាររបស់ King គឺធ្លាក់ចុះចំណែកកូនចៅរបស់ King ហ្នឹងបាននាំគ្នានិយាយដែរថាម៉ាស់របស់ King នឹងទៅពេលនេះនឹងបានរបើកហើយមើលទៅកាន់លោកបង King ទៅសក់ពណ៌សជាមួយនឹងស្បែកពណ៌ត្នោតព្រមជាមួយនឹងភ្នែកពណ៌សទៅទៀតគាត់នឹងគឺជាអំបូលូណារៀនហើយបើមាននរណាម្នាក់ផ្ដល់ព័ត៌មានមួយនឹងឲ្យទៅកាន់រាជរដ្ឋាភិបាលនឹងទទួលបានលុយរហូតដល់100 million berry ឯណោះប៉ុន្តែយ៉ាងណាក៏ដោយនឹង King ក៏បានប្រើជាមួយនឹង Empress Flaming Flame របស់គាត់នឹងចាត់ការទៅកាន់កូនចៅរបស់ខ្លួនដុតកម្លោចពួកគេឲ្យឆេះនៅទីកន្លែងមួយនឹងភ្លាមនឹងឯងក្រោយមកនឹង Zoro បាននិយាយដែរថាបើសិនជាគេគ្មានអារម្មណ៍បដោតនោះទេឆាប់ចាញ់មកវាយគ្នានៅខាងក្រៅឯណែវិញមកវាស្រឡះជាងហើយចោះហេតុអ្វីបានជាព័ត៌មានរបស់ឯងនឹងវាមានតម្លៃរហូតដល់100 លាន berry ឯណោះហើយ King នឹងគាត់មិនបានតបតអីច្រើននោះទេគាត់ក៏បានបង្ហាញមុខមាត់ពិតរបស់គាត់ងាកទៅមើល Zoro ព្រមជាមួយនឹងការប្រើប្រាស់ល្បឿនដ៏លឿនដល់និយាយដែរថាហេតុអីក៏សួរច្រើនឡេះមុនពេលដែលឯងស្លាប់ព្រមទាំងបានជះនៅចំហាយដាវរបស់គាត់មិនមែនចំហាយដាវទេចំហាយស្លាប់វាប្រហារទៅដល់ Zoro ហើយនៅពេលហ្នឹង Zoro ក៏បានទប់ទល់ជាមួយនឹងដាវគេជាប់តែយ៉ាងណាក៏ដោយ Zoro ក៏រៀងប៉ឹងដែរហើយដាវរបស់គាត់ស្រុកហាគីទៀតហើយបាននិយាយទៀតថាខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់នៅក្នុងការលេងទៀតនោះទេពេលហ្នឹងផងដែរហ្នឹង King ក៏ទទួលស្គាល់ដែរថា Zoro ហ្នឹងគឺជាមនុស្សម្នាក់ដែលមានគ្រោះថ្នាក់ខ្លាំងណាស់តែយ៉ាងណាក៏ដោយ Zoro ក៏ទទួលស្គាល់ថា King ក៏ដូចតែគ្នាហ្នឹង King ក៏បន្តនិយាយទៀតថាឯងកុំគិតថាឯងមានសំណាងហ្នឹងវាអស្ចារ្យអីព្រោះតែសំណាងរបស់ឯងមិនអាចផ្លាស់ប្ដូរអ្វីៗទាំងអស់នោះទេលោកបង Kaido នឹងខ្លាចទៅជាស្ដេចនៃចោលសមុទ្រប៉ុន្តែត្រូវបាន Zoro តបវិញថាសុំទោសផងគេមុខជាមិនអាចខ្លាចទៅជាស្ដេចចោលសមុទ្រនោះទេ King ហ្នឹងចាប់ដើមប្រើប្រាស់ជាមួយនឹងក្បាច់ Empress របស់គាត់ម្ដងទៀតហើយចំណែក Zoro ប្រើជាមួយនឹង Pokatori ហើយនៅពេលហ្នឹងផងដែរហ្នឹងអ្នកទាំងពីរបានបង្ហាញនៅចំហាយដាវអ្នកទាំងពីររៀងខ្លួនជាមួយនឹងថាពលហាគីទៅទៀតហើយផែនប្រតិពីនៅទីកន្លែងមួយនៅហ្នឹងគឺថាបែកខ្ទេចខ្ទីដូចជាខ្ទឹមដំអញ្ចឹងដោយសារតែថាពលអ្នកទាំងពីរអំឡុងពេលនៅហ្នឹង King ក៏បានសួរដែរថាតើ Zoro មិនចង់ខ្លាចទៅជាស្ដេចទេអីតែ Zoro និយាយដែរថាគាត់មុខជានឹងអាចប៉ុន្តែគាត់មិនធ្វើទេព្រោះគាត់បានសន្យាជាមួយនឹង Luffy ហើយថាគាត់នឹងធ្វើឲ្យ Luffy ខ្លាចទៅជាស្ដេចចោលសមុទ្រលុះបន្តមកហ្នឹង Zoro ក៏បានប្រើប្រាស់ជាមួយនឹងក្បាច់ដែរ King of Hill របស់គាត់ទៀតហើយណែ King នេះបាននិយាយដែរថាជីវិតរបស់គាត់ត្រូវបាន Kaido ផ្ដល់មកឲ្យអំឡុងពេលហ្នឹង King ក៏បានស្រមៃជាមួយនឹងរឿងរ៉ាវដឹកការរបស់គាត់អស់រយៈពេលមកជាយូរដែលគ្រាមួយហ្នឹង Kaido គាត់ក៏បានឃើញនរណាម្នាក់កំពុងតែដេកនៅក្នុងភ្លុកភ្លើងនៃការពិសោធន៍របស់ពួករាជរដ្ឋាភិបាលនៅលើភពហាសាក្រោយមកហ្នឹង Kaido បានជួយក្មេងប្រុសម្នាក់ហ្នឹងបានសួរថាគេគឺជានរណាដែល Kaido ហ្នឹងបានឆ្លើយតបវិញថាគាត់ហ្នឹងគឺជាចោលសមុទ្រ Kaido បានបន្តនិយាយទៀតថាឥឡូវនេះយើងដឹងហើយថាហេតុអ្វីបានជារាជរដ្ឋាភិបាលហ្នឹងមិនអោយអញរត់គេចខ្លួនបានព្រោះតែឯងគឺជាអំបូរដ៏កម្រដែលមានឈ្មោះថា Lunarian ហើយក្មេងប្រុសម្នាក់ហ្នឹងបាននិយាយវិញថាតើឯងហ្នឹងគឺចង់យកខ្ញុំធ្វើពិសោធន៍ដូចជាពួករាជរដ្ឋាភិបាលនឹងដែរមិនមែនប៉ុន្តែ Kaido និយាយដែរថាឈួតទេអីគាត់មិនធ្វើអញ្ចឹងនោះឡើយហើយយើងនឹងផ្ដល់ការសម្រេចចិត្តមួយឲ្យទៅកាន់ឯងសម្រេចចិត្តទៅចោលត្រូវចាំណាមានតែខ្ញុំម្នាក់តែប៉ុណ្ណោះដែលអាចផ្លាស់ប្ដូរជោគវាសនានៃពិភពលោកមួយនេះហើយអ្នកទាំងពីរហ្នឹងគឺបានដើរចាកចេញអំពីមន្ទីរពិសោធន៍មួយហ្នឹងតែក្មេងប្រុសដែលត្រូវបាន Kaido ជួយសង្គ្រោះហ្នឹងគាត់នៅតែមានការងឿងឆ្ងល់ដដែលតែនៅពេលហ្នឹងគាត់ត្រូវបានទាហានជើងទឹកបាញ់ប៉ុន្តែក្របកំភ្លើងទាំងហ្នឹងបាញ់មិនចុះស្បែកគាត់នោះឡើយស្បែកគង់ហើយមកហ្នឹងក្មេងប្រុសម្នាក់ហ្នឹងបានចាត់ការទៅកាន់ទាហានជើងទឹកទាំងហ្នឹងដួលខ្ទេចតែម្ដងហើយបន្តមកទៀត Kaido និយាយដែរថាតើឯងហ្នឹងមានឈ្មោះអ្វីឈ្មោះរបស់ខ្ញុំគឺ Albert ឈ្មោះល្អប៉ុន្តែឯងគឺពិតជាមានសមត្ថភាពខ្លាំងណាស់ហើយឯងហ្នឹងគួរតែដូរឈ្មោះដាក់ទៅជាឈ្មោះ King វិញទៅវាពិរោះជាងហើយឯងហ្នឹងក៏គួរតែដើរតាមខ្ញុំមកខ្ញុំត្រូវការមនុស្សហើយឯងហ្នឹងក៏មកធ្វើការជាមួយនឹងខ្ញុំហើយកុំបដិសេធខ្ញុំឲ្យសោះហើយខ្ញុំនឹងផ្ដល់សេរីភាពឲ្យឯងខ្ញុំមិនធ្វើការលក់ឯងហ្នឹងទៅកាន់រាជរដ្ឋាភិបាលនោះឡើយតែឯងត្រូវធ្វើជាដៃស្ដាំរបស់ខ្ញុំហើយ
ហើយដើរតាមខ្ញុំមករហូតណាងាកមកមើលពេលបច្ចុប្បន្ននេះវិញ King បាននិយាយដែរថាពិភពលោកមួយនេះនឹងត្រូវការស្ដេចមានតែម្នាក់ប៉ុណ្ណោះតែ Zoro មិនគិតខ្វល់សម្ដី King ទេតែអ្វីដែលគាត់គិតនឹងត្រូវកិច្ចយ៉ាងណាក៏ដូចជាវាប្រហារយ៉ាងណាទៅវិញ King ក៏បានប្រើប្រាស់ក្បាច់របស់គាត់ទៀតដែរ Emperor Flaming Wing របស់គាត់ទៀតហើយវាប្រហារទៅដល់ Zoro ជាមួយនឹងចំហាយដាវភ្លើងរបស់គាត់នឹងឯង Zoro នឹងគាត់បានទទួលស្គាល់ថាចំហាយដាវមួយនឹងគឺភ្លើងម៉ាក់ម៉ាវាខ្លាំងជាងម៉ាក់ម៉ាទៅទៀតមិនមែនត្រឹមតែប៉ុណ្្នឹងនោះទេតែអ្វីដែលសំខាន់គាត់មិនអាចបោះបង់ដាវរបស់គាត់ទៀតនោះឡើយវា Zoro តតែពឹងធ្លាក់ទៅខាងក្រោមហើយនៅតែតាមវា Zoro ដកទៅខាងក្រោមទៀតហើយធ្វើឲ្យ Zoro ដកនឹងហើមមិនទាន់នោះទេ Zoro ក៏បានកាប់ទៅដល់ King វិញលៀមតែម្ដងដោយសារតែ King បានរត់អណ្ដាតភ្លើងនៅក្រោយខ្នងថាអណ្ដាតភ្លើងនឹងតែវារលត់នឹងគឺការការពាររបស់ King នឹងគឺលេងតានហើយប៉ុន្តែ King ក៏បានដោះអណ្ដាតភ្លើងនឹងឡើងមកវិញក៏ដូចជាវាប្រហារទៅកាន់ Zoro ទៀត Zoro នឹងក៏វាប្រហារទៅវិញទៅមកនឹងឯងក្រោយពីដោះដូរដៃគ្នារយៈពេលជាយូរគ្រាន់មកនឹងអ្នកទាំងពីរចាប់ផ្ដើមដកនឹងហើមហត់រៀងខ្លួននឹងសម្លឹងមើលមុខគ្នាទៅវិញទៅមកក៏ដូចជាត្រៀមប្រើប្រាស់ក្បាច់បន្តហើយ King នឹងគឺបានហោះឡើងទៅលើអាកាសទៀតហើយគាត់នឹងគឺបានប្រើប្រាស់ជាមួយនឹងក្បាច់ដដែលតែវាកាន់តែខ្លាំងដោយក្បាច់នឹងមានឈ្មោះថា Emperor Flaming Wing របស់គាត់ទៀតហើយជាមួយនឹងភ្លើងម៉ាក់ម៉ាដ៏ច្រើនសន្ធឹកសន្ធាប់ទោះបីជាវាច្រើនប៉ុណ្ណាក៏ដោយ Zoro នៅតែអាចកាត់ភ្លើងម៉ាក់ម៉ានឹងដាច់ជា2ជា3កំណាត់ព្រមទាំងប្រើប្រាស់ល្បឿនដ៏លឿនរបស់គាត់រត់ពីលើដុំថ្មដ៏កន្តិចតូចៗនឹងគឺដើរឡើងទៅខាងលើប្រើជាមួយនឹង King of Hill របស់គាត់ដាវ3ដើមពីលើនេះឯងទទួលក្បាច់ដាវ103ដើមរបស់យើងទៅ King នឹងបានឆ្លើយវិញថាឯងទទួលយកវាដែរទៅ Noroa Zoro ហើយខាង Zoro បានស្រែកវិញថា Dragon Dimension 3 Sword ហើយ King នឹងបានតបវិញដូចគ្នាដែរថា Extract Like Empress Flaming Wing ប៉ុន្តែ Zoro ក៏បានប្រើប្រាស់ជាមួយនឹងក្បាច់ដាវ3ដើមនៃឋានរករបស់គាត់វាប្រហារទៅដល់ King នៅទីបំផុតនឹង King រងការវាប្រហាររបស់ Zoro ទៅហើយគាត់បាននិយាយសុំទោសទៅដល់ Kaido ដែលមិនអាចជួយ Kaido ក៏ដូចជានឹកឃើញដែរថាតើ Kaido នឹងគឺជាជោបយនៅក្នុងពាក្យទំនាយដែលគេបានទាយទុកនឹងមែនហើយនៅក្នុងការសម័យមួយហ្នឹង Kaido សួរថាតើ King ចង់បានពិភពលោកបែបណាទៅពេលហ្នឹង King តបវិញថាខ្ញុំគ្មានចង់បានអ្វីនោះទេក្រៅតែពីចង់ឲ្យឯងនឹងខ្លាចទៅជាស្ដេចនៃចោលសមុទ្រក្រោយមក King ក៏បានសួរទៅកាន់ Zoro នៅក្នុងចិត្តថា Zoro នឹងចង់ខ្លាចទៅជាអ្នកប្រើប្រាស់ដាវដ៏ល្អជាងគេនៅក្នុងពិភពលោកមួយហ្នឹងមែនហើយ Zoro នៅវិញហ្នឹងបាននឹកឃើញជាមួយនឹងរឿងរ៉ាវអតីតកាលដែលគាត់បានប្រយុទ្ធគ្នាជាមួយនឹងមីហុកក៏ដូចជាចាញ់មីហុកក៏ដូចជាបាននិយាយដែរថាគាត់នឹងមិនចាញ់ទៀតនោះឡើយហើយនៅទីបំផុតហ្នឹង King រងការវាយប្រហារអំពី Zoro ហ្នឹងគឺថាធ្លាក់ចុះទៅខាងក្រោម Onigashima នឹងបាត់ទៅហើយ Zoro គឺបានឡើងទៅកាន់ Skull Domain នៃ Onigashima នឹងវិញអ្នកប្រកាសថា Zoro គឺជាអ្នកឈ្នះងាកមកមើលអេពីសូតថ្មីរបស់យើងឯនេះវិញដែលអេពីសូតមុនហ្នឹងគឺ Zoro បានវាយទៅកាន់ King ហ្នឹងធ្វើឲ្យ King ធ្លាក់ទៅខាងក្រោម Onigashima Zoro ក៏បានឡើងមកលើវិញព្រមជាមួយនឹងការអស់កម្លាំងមែនទែនមើលទៅគាត់នៅពេលនេះមិនអាចងើបឈររួចនោះឡើយហើយជ័យជំនះរបស់ Zoro ហ្នឹងត្រូវបានមើលឃើញដោយ Cyborg ម្នាក់ដែលគេហ្នឹងបានរាយការណ៍ទៅដល់សមាជិក CP0 ផងដែរហើយនៅពេលនេះហ្នឹង CP0 បានកត់សម្គាល់ដែរថា Queen ជាមួយនឹង King ហ្នឹងគឺបានចាញ់នៅក្រុមស្នាដៃរបស់ក្រុមមួកចម្បើងទៅហើយឥឡូវនេះសល់តែ Kaido និង Big Mom ដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹងក្រុមចោលសមុទ្រ Supernova ហើយការប្រយុទ្ធរបស់ King ជាមួយនឹង Law និង Big Mom ហ្នឹងគឺថាសាហាវមែនតើ Luffy នេះវិញរត់តែលើសលប់ដោយសារតែគាត់ប្រកួតមួយស្មើជាមួយនឹង Kaido នៅលើ Skull Domain ចំណែកឯ Skull Domain ហ្នឹងបើសិនជាធ្លាក់ចុះទៅខាងក្រោមនឹងខ្ទេចទៅកាន់ប្រជាជន Wano ទាំងមូលជាមិនខាននោះទេចំណែកឯរូបគំនូរដែលកាន់ជា Robanku ហ្នឹងកំពុងតែធ្វើដំណើរទៅខាងក្រោម Yamato ហ្នឹងក៏ព្យាយាមធ្វើដំណើរទៅខាងក្រោមជួបជាមួយនឹងយក្សមួយដែលកំពុងតែយាមទ្វារ Fuga ហ្នឹងបានវាប្រហារទៅកាន់អាយក្សមួយដែលកំពុងតែយាមទ្វារហ្នឹងចំណែក Usopp ឯនេះវិញហ្នឹងកំពុងតែព្យាយាមហ្នឹងស្វែងរក Kinemon ហើយនៅទីបំផុតហ្នឹងពួកគេក៏បានស្រែកដែរថា Kinemon ក៏បានរកឃើញ Kinemon តែម្ដងហើយអ្វីដែលសំខាន់ហ្នឹងគឺ Kinemon គាត់និយាយថាគាត់មិនអីនោះទេគាត់ក៏បានភ្ជាប់រូបរាងកាយរបស់គាត់វិញក៏ដូចជាប្រាប់ទៅឲ្យ Usopp ហ្នឹងមើលថែ Kiku ផងប៉ុន្តែចង្រៃយោអីហ្នឹងកូនចៅរបស់ Kaido ក៏បានមកដល់ទីកន្លែងហ្នឹងផងដែរដែលធ្វើឲ្យ Usopp ហ្នឹងត្រូវប្រយុទ្ធជាមួយនឹងពួកអ្នកទាំងហ្នឹងប៉ុន្តែពួកគេច្រើនមែនតែនហើយនៅពេលហ្នឹង Kiku ជាមួយនឹង Kinemon គិតដូចគ្នាថាពួកគេមិនអាចរត់អត់ទេឲ្យ Usopp រត់ទៅហើយពួកគេហ្នឹងគឺគិតពីមុខមាត់សំខាន់ពេកប៉ុន្តែយ៉ាងណាក៏ដោយ Usopp មិនបោះបង់ពួកអ្នកទាំងពីរនោះទេក៏ដូចជាប្រាប់ទៅដល់ពួកគេដែរថាធ្វើអ្វីក៏ដោយកុំគិតតែពីមុខមាត់ពេកគួរណាតែយករួចខ្លួនរួចជីវិតសិនទៅបើនៅតែគិតពីមុខមាត់ចេះទៀតហ្នឹងនឹងច្បាស់ជាស្លាប់មិនខាននោះទេតែយ៉ាងណាក៏ដោយក៏គាត់មិនអាចបោះបង់ពួកអ្នកទាំងហ្នឹងឲ្យពួកគេស្លាប់នៅទីកន្លែងហ្នឹងដែរគាត់ក៏បាននឹកឃើញទៅដល់វគ្គដែលគាត់នៅលើ Dressrosa នោះដែលគាត់ហ្នឹងមិនបានរត់គេចនោះទេគឺគាត់ព្យាយាមជួយទៅកាន់អ្នកដទៃទៀតស្របពេលហ្នឹង Isu ក៏បានលេចវត្តមានមកហើយក៏បានចូលដៃគ្នាជាមួយនឹង Usopp ហ្នឹងបានជួយទៅកាន់ពួកអ្នកទាំងហ្នឹងតែម្ដងនឹងបានប្រយុទ្ធគ្នាហ្នឹងជាមួយនឹងកូនចៅរបស់ Kaido ក្រោយមកហ្នឹង Isu គាត់ក៏បានព្យាយាមរត់ទៅមើលជាមួយនឹងប្អូនស្រីរបស់គាត់ដែលជា Kiku បានសួរដែរថាតើ Kiku មិនអីទេអីលុះបន្តមកទៀតហ្នឹងគាត់ក៏បាននិយាយដែរថាតើពួកគេទុកចិត្តទៅដល់ Luffy មែនបើសិនជាអញ្ចឹងមែនហ្នឹងគាត់ក៏ដាក់ការជឿជាក់ទៅលើ Luffy ដែរជាបានបង្ហាញអំពីស្នាមនៃ Kusuki Clan របស់គាត់ដែលគាត់មានភក្ដីភាពចំពោះ Kusuki Clan កន្លងមកគាត់មិនដែលគិតថាបោះបង់ក៏ដូចជាបោះបង់ Kusuki Clan ហ្នឹងចោលនោះទេតែបាននិយាយភាពស្មោះត្រង់របស់គាត់ហើយហ្នឹងគាត់ក៏បានប្រាប់ឲ្យកន Usopp ហ្នឹងយកអ្នកទាំងពីរហ្នឹងរត់ចាក់ចេញពីទីកន្លែងមួយហ្នឹងទៅទុកឲ្យគាត់ប្រយុទ្ធការពារពួកគេរត់ហើយនៅជាន់ទី3ឯណែវិញហ្នឹងយើងក៏បានឃើញដែរថាអ្នកទាំងពីរដែលកំពុងតែប្រយុទ្ធគ្នាហ្នឹង
គឺមិនកម្រិតខ្លួនទេពួកគេនឹងកំពុងតែស្កប់រៀងៗខ្លួនបន្ទាប់ពីភ្លើងឆេះនៅជុំវិញនឹងក៏ដោយនៅជ្រុងម្ខាងទៀតយើងក៏បានឃើញថាអូរ៉ូជីកំពុងតែដេកស្ដាប់ភ្លេងយ៉ាងសប្បាយរីករាយតែម្ដងព្រោះថាគាត់មិននឹកស្មានថានារីដែលគាត់ស្រឡាញ់បំផុតដែលស្រស់ស្អាតបំផុតនៃប្រទេសវ៉ាណូនឹងបែរជានៅមានជីវិតចំណែកដាគីនៅវិញកំពុងតែប្រយុទ្ធគ្នាជាមួយនឹង CP0 តែយ៉ាងណាក៏ដោយ CP0 ក៏បានយកជ័យជំនះនឹងដោយងាយៗតែម្ដងអាផូគ្រាន់តែឃើញអ្នកទាំងពីរនឹងចាញ់ភ្លាមក៏ព្យាយាមរត់ចាក់ចេញពីទីកន្លែងមួយនឹងហើយភ្នាក់ងារ CP0 នៅវិញនឹងមិនខ្វល់នោះទេគាត់សំខាន់គឺតាមចាប់ Nico Robin នៅពេលហ្នឹងគេតាក់ទងមកថាឲ្យចាប់ Nico Robin ឲ្យបានណែសាន់ជីនៅវិញហ្នឹងត្រូវបានព្យាបាលដោយ Osome ទៅហើយមើលតែគាត់នៅពេលនេះពិតជាឈឺមែនតើជាមួយនឹង Zoro នៅវិញគ្មាននរណាមើលនោះទេហើយ Luffy ដែលជាកាប៉ាតេនរបស់ពួកគេវិញហ្នឹងគឺកំពុងតែប្រយុទ្ធគ្នាជាមួយនឹង Kaido ដែលនៅខាងលើពួកអ្នកទាំងពីរបានបញ្ចេញ Haki រៀងៗខ្លួនមើលទៅឥទ្ធិពលនៃ Haki អ្នកទាំងពីរគឺថាពិតជាខ្លាំងពិតមែនក្នុងពេលហ្នឹង Luffy ព្យាយាមចូលទៅប្រយុទ្ធដែរប៉ុន្តែ Kaido ហ្នឹងគឺបានកវេសត្រឹមតែមួយដំបងធ្វើឲ្យ Luffy ពើ Luffy ក៏ព្យាយាមទៅម្ដងទៀតប្រើជាមួយនឹង Kukumo ហើយព្រមទាំងបានទាត់ហ្នឹងទៅកាន់ Kaido ឡើងចេញចំហាយ Haki បាញ់ទៅហ្នឹងតែយ៉ាងណាក៏ដោយហ្នឹងត្រូវបាន Kaido វាមួយដំបងទៀតហើយដែលធ្វើឲ្យ Luffy របស់យើងហ្នឹងក៏បានព្យាយាមកិច្ចឡើងទៅលើប្រើជាមួយនឹង Kumo Elephant Gun របស់គាត់វាហ្នឹងបានភ្ជាប់ជាមួយនឹង Busaku Haki កម្រិតខ្ពស់ហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេប្រើជាមួយនឹង Rock Gun ទៀតដែលជាយុទ្ធសាស្ត្រថ្មីរបស់គាត់បានវាទៅកាន់ Kaido មួយដៃឡើងពើងតែម្ដងប៉ុន្តែមួយដៃហ្នឹងមិនមែនពើងតែ Kaido ទេសូម្បីតែខ្លួនឯងដែលវាគេហ្នឹងក៏ពើងផងដែរហើយដល់ពេលហ្នឹង Luffy ក៏បានងើបឡើងមកវិញព្រមទាំងបានសើចហើយ Kaido ហ្នឹងគឺបានងើបមកវិញក៏សើចដូចតែគ្នាហ្នឹងក្រោយពីបានសើចហើយហ្នឹង Luffy បាននិយាយដែរថាការចាប់ផ្ដើមហ្នឹងវាកំពុងតែសប្បាយម្ដងបន្តិចម្ដងបន្តិចដែល Kaido ហ្នឹងនិយាយដែរថាគាត់ក៏មានអារម្មណ៍ថាសប្បាយដូចជា Luffy ដែលបាននិយាយអញ្ចឹងងាកមកមើលមនុស្សគេឯណែវិញដែលកំពុងតែព្យាយាមខាត់ទៅកាន់កោះ Onigashima ហ្នឹងមិនអោយបន្តដំណើរទៅមុខទៀតនោះទេដែលគាត់ព្យាយាមចាប់ជាមួយនឹងពពករបស់ Kaido ប្រជាជន Onigashima ឯណែវិញកំពុងតែលេងភ្លេងក៏ដូចជាពិធីបុណ្យភ្លើងរបស់ពួកគេនីមួយៗអ្នកខ្លះហ្នឹងគឺបានផឹកស្រាយ៉ាងសប្បាយរីករាយអស់ទុក្ខកង្វល់តែម្ដងនៅពេលនេះហ្នឹងពួកគេគ្មានបានគិតអំពីទុក្ខសោកនៃប្រទេសវ៉ាណូអីនោះទេដោយសារតែរវល់សប្បាយចំណែកតូកូឯណែវិញហ្នឹងគឺបានឃើញគោមមួយហើយនាងហ្នឹងក៏បានដឹងដែរថាគោមទាំងហ្នឹងត្រូវបានគេបង្ហោះឡើងទៅខាងលើតែយ៉ាងណាក៏ដោយហ្នឹងអ្វីដែលគេសរសេរបំណងប្រាថ្នាដែលសរសេរនៅលើគោមវាច្បាស់បានជាការពិតហើយរឿងដែលស្រណោះស្រងោចជាងគេហ្នឹងគឺនាងសរសេរថានាងចង់ជួបឪពុករបស់នាងម្ដងទៀតហើយលោកតារបស់អូតាម៉ាហ្នឹងក្រោយពីបានដឹងថានាងសរសេរចង់ជួបឪពុករបស់នាងម្ដងទៀតធ្វើឲ្យគាត់ហ្នឹងធ្លាក់ទឹកមុខតែម្ដងដោយគាត់ហ្នឹងនិយាយក្នុងចិត្តថាមិនអាចនោះទេឥឡូវយើងឈប់សេទៅយើងងាកមកមើល Luffy របស់យើងដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹង Kaido ឯនេះវិញហើយ Kaido ហ្នឹងគាត់បាននិយាយដែរថាពន្លឺព្រះច័ន្ទពិតជាស្រស់ស្អាតពិតមែនក្រោយពីនិយាយថាពន្លឺព្រះច័ន្ទស្រស់ស្អាតហើយហ្នឹងដាក់មកប៉ុយតែម្ដងដែលធ្វើឲ្យ Luffy និយាយដែរថាចោះ Kaido ហ្នឹងហេតុអីបានជាឈួតនៅពេលដែលប្រយុទ្ធគ្នាទៅផឹកស្រាទៅវិញដែលធ្វើឲ្យខ្លួនឯងហ្នឹងកាន់តែខ្សោយប៉ុន្តែ Kaido និយាយដែរថាតោះចាប់ផ្ដើមសប្បាយទាំងអស់គ្នាព្រមទាំងអោយស្រាទៅកាន់ Luffy ផឹកប៉ុន្តែ Luffy និយាយដែរថាគាត់នឹងមិនផឹកជាមួយ Kaido ទេប៉ុន្តែខ្ញុំនឹងមានវិធីជប់លៀងនៅពេលណាដែលខ្ញុំផ្ដួលឯងនឹងជប់លៀងទៅកាន់អ្នកគ្រប់គ្នាតែយ៉ាងណាក៏ដោយ Kaido នៅតែផឹកដែលធ្វើឲ្យ Luffy នឹងខឹងទៅដល់ Kaido មែនទែនហេតុអ្វីហ្នឹងនៅតែផឹកស្រាអំឡុងពេលដែលប្រយុទ្ធគ្នា Kaido ឯនេះវិញគាត់មិនខ្វល់នោះទេតែគាត់បែរជាសើចលេយំទៅវិញដោយនិយាយដែរថាមិនគួរណាសោះដែល Luffy មកអុកលុកពិធីជប់លៀងរបស់គាត់ដែលគាត់កំពុងតែផឹកសប្បាយតែ Luffy នឹងមកអុកលុកអញ្ចឹងហើយគាត់ត្រូវតែផឹកស្រាផឹកទាំងសវឹងឡើងលើអស់ហើយក្រោយតែពីឃើញអញ្ចឹងហ្នឹង Luffy និយាយដែរថាតើ Kaido កំពុងតែធ្វើអ្វីហើយបើសិនជាលោកឯងចាញ់ខ្ញុំហ្នឹងកុំបន្ទោសថាខ្លួនឯងហ្នឹងផឹកស្រាខ្សោយអីសោះហើយគឺបានរត់ទៅកាន់ Kaido តែម្ដងតែយ៉ាងណាក៏ដោយ Kaido និយាយដែរថាហេតុអ្វីបានជាយើងហ្នឹងចាំបាច់ធ្វើឲ្យខ្លួនយើងខ្សោយនៅក្នុងការប្រយុទ្ធគ្នាជាមួយនឹងឯងទៅវិញយើងមិនទាន់ផុតពីមាត់ផងហ្នឹង Luffy ដើរទៅតែ Kaido ហ្នឹងកិច្ចផុតយ៉ាងងាយតែម្ដងទាំងបានប្រើប្រាស់ជាមួយនឹងទម្រង់ពាក់កណ្ដាលនាគពាក់កណ្ដាលមនុស្សរបស់គាត់តែម្ដងហើយមើលតែគាត់នៅពេលនេះគឺកាន់តែខ្លាំងជាងមុនប្រើជាមួយនឹងរ៉ែងគូរបស់គាត់ហ្នឹងវាប្រហារទៅដល់ Luffy ដាក់ឡើងពើឡើងខ្ពាកតែម្ដងដែលធ្វើឲ្យ Luffy នៅពេលនេះហ្នឹងកិច្ចគ្មានផុតអីណាហើយមកដំបងរបស់ Kaido អំបញ្ញមិញហ្នឹងគឺថាដុំកន្តិចកន្ទីថ្មមួយចំនួនហ្នឹងបានធ្លាក់ចុះទៅខាងក្រោម Kaido ហ្នឹងបាននិយាយដែរថាវាកំពុងតែសប្បាយផងមិនគួរណា Luffy ហ្នឹងមកអុកលុកជាមួយនឹងប្រាសាទរបស់គាត់នោះទេត្រូវចំណាយពេល5ឆ្នាំមិនអាចធ្វើបានដូចដើមវិញដែលធ្វើឲ្យ Luffy ហ្នឹងចង់គាំងដែរហើយមែនទេទៅគឺថាសាមចិត្ត Kaido មែនទេឈឺចាប់ផងយំផងជាមួយនឹងការអុកលុករបស់ Luffy ហ្នឹងទៅលើគាត់ដែលគាត់កំពុងតែជប់លៀងសប្បាយរីករាយជាមួយនឹងកូនចៅរបស់គាត់ហើយគាត់ក៏បានងើបឡើងមកវិញដោយនិយាយដែរថាខ្ញុំនឹងបំផ្លាញអ្វីៗទាំងអស់ប្រើជាមួយនឹងក្បាច់ថ្មីរបស់គាត់មួយទៀតដែលមានឈ្មោះថា Dragon Twitter Dimension Break ដែលវាបានបញ្ចេញនូវខ្យល់ព្យុះជាច្រើនវាប្រហារជាមួយនឹង Luffy អាខ្យល់ទាំងហ្នឹងសិតតែខ្យល់កំបិតនោះទេដែលធ្វើឲ្យ Luffy នៅពេលនេះហ្នឹងក៏ពិបាកនៅក្នុងការមើលទៅកាន់ Kaido ដែរដូចជាឈួតមិនដឹងនោះទេដែល Luffy នៅពេលនេះហ្នឹងត្រូវបាន Kaido ថាឲ្យថាកិច្ចទៅឆ្ងាយទៅឲ្យគាត់នៅតែឯងតែអញ្ចឹងហើយហ្នឹងនៅតែប្រយុទ្ធគ្នាដដែលនឹងមិនយល់ពីអ្នកទាំងពីរហ្នឹងដែរតែយ៉ាងណាក៏ដោយហ្នឹងការវាប្រហាររបស់ពួកគេទាំងពីរហ្នឹងគឺថាបញ្ចេញនឹង Haki រៀងខ្លួន Kaido ហ្នឹងវាបណ្ដើរ
យំមិនដឹងអំពីរឿងរ៉ាវនៃការឈឺចាប់ដែល Luffy មកអុកលោកពិធីជប់លៀងរបស់គាត់ចឹងហើយហ្នឹងដល់ពេលណាដែលគាត់ផ្ដួលទៅកាន់ Luffy ហើយហ្នឹងគាត់នឹងបើកពិធីជប់លៀងយ៉ាងសប្បាយរីករាយដល់មិនខ្វល់ខ្វាយអ្វីទៀតនោះឡើយបង្គោលខៀវហ្នឹងក៏វាដំបងឆាច់ហើយបង្គោលក្រហមហ្នឹងត្រូវបានគេវាឡើងពើតែយ៉ាងណាក៏ដោយបង្គោលក្រហមហ្នឹងក៏បានចូលទៅម្ដងទៀតហើយក៏បានកិច្ចអំពីការវាបង្ហារបស់បង្គោលខៀវហើយនៅពេលហ្នឹងផងដែរហ្នឹង Luffy ហ្នឹងបានសើចយ៉ាងសប្បាយរីករាយទៅទៀតសើចមិនបានយូរទេដោយសារតែវា Kaido វាមិនចូលនោះទេអ្នកទាំងពីរក៏បានយកក្បាលអុកចូលគ្នាបញ្ចេញនៅបុសគុហាគីរៀងៗខ្លួននៅពេលហ្នឹង Luffy និយាយថាហាគីកាន់តែខ្លាំងទៅ Kaido បានតបវិញថាវាកាន់តែសប្បាយទៅហើយមើលទៅអ្នកទាំងពីរទៅប្រយុទ្ធគ្នាហ្នឹងដូចជាវល់បាញ់ហ្នឹងហើយតែយ៉ាងណាក៏ដោយការប្រយុទ្ធរបស់ពួកគេហ្នឹងគឺថាកាន់តែខ្លាំងទៅពីមួយកម្រិតទៅមួយកម្រិតមើលទៅការប្រយុទ្ធមួយនេះហ្នឹងគឺកាន់តែលឿនទៅវាដោះដូរដៃគ្នាជាយូរមកហើយហ្នឹង Kaido ក៏បានត្រូវមួយដៃរបស់ Luffy កណ្ដាលពោះធ្វើឲ្យគាត់ក្អួតឈាមប៉ុន្តែនៅពេលហ្នឹងសាច់រឿងរបស់យើងបានកាត់ទៅដល់ព្រឹត្តិការណ៍នៃពួកទាហានជើងទឹកឯនេះវិញហើយព្រឹត្តិការណ៍ទាំង5នាក់ហ្នឹងគឺគេបានហៅឈ្មោះគាត់ថា The Five Elder High-Res ហើយពួកគាត់ទាំងអស់គ្នាហ្នឹងក៏កំពុងតែនាំគ្នានិយាយអំពីរឿងរ៉ាវនៃការចាប់ទៅកាន់ Nico Robin នៅពេលនេះបានហើយឬនៅទៅកាន់ព្រឹត្តិការណ៍មួយហ្នឹងនិយាយអំពី Robin ព្រឹត្តិការណ៍មួយទៀតហ្នឹងបាននិយាយអំពីរឿងរ៉ាវនៃ Pleasure Devil Fruit មួយដែលវាហ្នឹងខានភ្ញាក់រលឹកមកជាយូរហើយចំណែកកូនចៅរបស់គាត់បានបញ្ជូនទៅដល់ប្រទេសវ៉ាណូទៅហើយតែនៅពេលហ្នឹងកូនចៅរបស់គាត់បាននិយាយដែរថាឥឡូវនេះពួកគេកំពុងតែឃើញស្រមោលមួយមកហ្នឹងហើយស្រមោលមួយហ្នឹងប្រៀបដូចជាកោះអញ្ចឹងវាក៏ធំផងដែរហើយព្រឹត្តិការណ៍ទាំងហ្នឹងបាននិយាយអំពីរឿងរ៉ាវនៃ Devil Fruit មួយដែលវាគឺជា Devil Fruit មួយគឺជា Legendary ដែលខានភ្ញាក់មកជាយូរហើយក៏មិនដឹងថាវាអាចភ្ញាក់ដោយរបៀបណាដែរហើយក៏មិនគួរណាលុបបំបាត់ឈ្មោះរបស់វាដែរនៅពេលហ្នឹងសាច់រឿងរបស់យើងបានកាត់មកដល់ជាមួយនឹង Raison ប្រយុទ្ធគ្នាជាមួយនឹង Fuji ណែវិញអ្នកទាំងពីរគឺថាមិនចោះចាញ់រៀងខ្លួនប៉ុន្តែសាច់រឿងរបស់យើងបានកាត់ទៅដល់ជាន់ទី2ដែលនៅជាន់មួយហ្នឹងកូនចៅនៃសាមរ៉ាយមួយចំនួនកំពុងតែព្យាយាមរត់ចាក់ចេញពីទីហ្នឹងតែយ៉ាងណាក៏ដោយពីដានខាងលើបានធ្លាក់មកហើយជេមបេបានជួយទៅកាន់ពួកគេព្រមទាំងបានប្រាប់ឲ្យពួកគេហ្នឹងរត់ចាក់ចេញពីទីកន្លែងមួយហ្នឹងឲ្យលឿនឡើងទៅតែយ៉ាងណាក៏ដោយពួកគេក៏ត្រូវជួយសង្គ្រោះទៅកាន់គ្នារបស់ពួកគេកំពុងតែដេកសន្លប់ងាកមកមើលលោកគ្រូពេទ្យ Chopper ណែវិញនៅពេលហ្នឹងគាត់ប្រតិកម្មទៀតហើយគាត់ហ្នឹងរញ៉េរញ៉ាពេញតែរាងកាយរហូតដល់គាត់ហ្នឹងបានផ្លាស់ប្ដូររាងកាយរបស់គាត់ពី Baby Chopper ហ្នឹងទៅជា General Chopper ចង់និយាយថា Normal Chopper គឺ Chopper ធម្មតាហើយហ្នឹងហើយអង់គ្លេសលេខ្មែរលេអង់គ្លេសហ្នឹង Vol Admin ពេញហ្នឹងហើយតែយ៉ាងណាក៏ដោយ Chopper នៅពេលដែលគាត់ដឹងខ្លួនហ្នឹងគឺគាត់បានបារម្ភអំពី Zoro មែនតើថាអាថ្នាំដែលបានចាក់ទៅឲ្យ Zoro ហ្នឹងវាមិនមែនជាដាច់នោះទេវាគ្រាន់តែជាបានបណ្ដោះអាសន្នតែប៉ុណ្ណោះចំណែក Zoro នៅពេលនេះហ្នឹងគឺថាដេកនៅក្នុងធ្លក់ឈាមខ្លួនឯងបាត់ទៅហើយអ្វីដែលសំខាន់ហ្នឹង Zoro មិនអាចកម្រើកដៃជើងរបស់គាត់រួចនោះទេបានត្រឹមតែសម្លឹងមើលទៅកាន់ព្រះច័ន្ទតែប៉ុណ្ណោះប៉ុន្តែនៅពេលហ្នឹងគាត់បានជាប់នៅក្នុងវិបត្តិផ្លូវចិត្តរបស់គាត់មួយគាត់ក៏បានឃើញនៅស្រមោលមួយចេញមកស្រមោលមួយហ្នឹងដូចជាបងប្អូនរបស់ព្រោកមិនដឹងទេតាមពិតទៅហ្នឹងស្រមោលមួយហ្នឹងគឺជាស្រមោលរបស់យមរាជនឹងឯងក្រោយពីឃើញយមរាជបែបហ្នឹងហើយហ្នឹង Zoro និយាយដែរថាចង់ធ្វើឲ្យគេឆាប់បញ្ឈប់ភ្លាមទៅរឿងរបស់យើងបានកាត់មកដល់ Frankie ឯនេះវិញដោយនិយាយដែរថាឆាប់កិច្ចអំពីផ្លូវរបស់គាត់អាណាមិនកិច្ចហ្នឹងបាញ់ងាប់ឥឡូវហើយកូនចៅរបស់ Kaido ហ្នឹងមិនខ្វល់នោះទេកើណែហ្នឹងណាឈប់ពាំងផ្លូវពេញទៅហ្នឹងតែត្រូវបាន Frankie ហ្នឹងបាញ់ឡើងវិញទៅហ្នឹងដូចតែគ្នាហ្នឹងក្រោយពីចាត់ការអ្នកតបផ្លូវហើយហ្នឹង Frankie និយាយដែរថាទៅនៅពេលនេះហ្នឹង Zoro នៅឯណាដោយសារ Zoro ឈឺផងហ្នឹងត្រូវតែទៅរក Zoro ចំណែក Isu ឯនេះវិញហ្នឹងក៏បានមកជួយជាមួយនឹងគ្នារបស់គាត់តែយ៉ាងណាក៏ដោយកូនចៅរបស់ Kaido នៅតែប្រភ្លើនឌឺជាមួយនឹងគាត់ក៏បានបាញ់សម្លាប់ទាំងអស់តែម្ដងក្រោយពីបាញ់សម្លាប់ពួកអ្នកទាំងហ្នឹងហើយហ្នឹងគាត់ក៏មានការរបួសផងដែរប៉ុន្តែយ៉ាងណាក៏ដោយគាត់ក៏ខ្វល់អំពី Kiku និង Kinemon ប៉ុន្តែនៅពេលហ្នឹងជួបគ្នាជាមួយនឹងភ្នាក់ងារ CP0 តែភ្នាក់ងារទាំងហ្នឹងគាត់មិនបានចង់ជួបជាមួយនឹង Isu នោះទេពួកគាត់ក៏និយាយដែរថាពួកគាត់មិនបានមកចាប់ Isu ទេប៉ុន្តែគាត់ចង់ចាប់ទៅកាន់ក្រុមរបស់មួកចម្បើងហើយនៅពេលហ្នឹងគឺដឹងថាពួកអ្នកទាំងហ្នឹងចង់ចាប់មួកចម្បើងអញ្ចឹងហើយហ្នឹងធ្វើឲ្យ Isu និយាយដែរថាមិនអោយពួកគេទៅនោះទេតែសាច់រឿងរបស់យើងមិនទាន់បានដឹងអីផងហ្នឹងគឺបានកាត់ទៅដល់កន្លែងមួយទៀតឯនេះវិញគឺនៅជាន់ខាងក្រោមគេនៃបន្ទប់ក្របបែកហើយរូបគំនូរដែលកាន់ជីរ៉ូបានគូហ្នឹងគឺវាបានធ្លាក់ទៅដល់ជាន់នៃក្របបែកមួយហ្នឹងប៉ុន្តែនៅពេលហ្នឹងយ៉ាម៉ាតូក៏បានដល់កន្លែងហ្នឹងដែរគាត់ក៏បានប្រើប្រាស់ជាមួយនឹងណាមួយជីរបស់គាត់បង្កកទីកន្លែងមួយហ្នឹងឲ្យកកទាំងអស់តែម្ដងហើយតែពីក្របបែកទាំងហ្នឹងបានកកអស់ហើយហ្នឹងវាមិនអាចផ្ទុះមិនអាចត្រូវបានភ្លើងហ្នឹងដុតឲ្យវាផ្ទុះនោះទេដែលធ្វើឲ្យយ៉ាម៉ាតូនៅពេលនេះហ្នឹងគឺត្រូវប្រយុទ្ធគ្នាជាមួយនឹងអារូបគំនូរដែលបានគូដោយកាន់ជីរ៉ូឬរបស់យើងបានកាត់ទៅដល់ជាន់លើគេឯនេះវិញដែលឃើញថា Big Mom កំពុងតែប្រយុទ្ធគ្នាជាមួយនឹង Law និង Kid ហើយនៅពេលហ្នឹង Big Mom បានប្រើប្រាស់ជាមួយនឹងថាពលរន្ទះរបស់គាត់ជាមួយនឹងដាវ Napoleon បានវាយប្រហារទៅដល់ Kid ជាមួយនឹង Law ដែលធ្វើឲ្យអ្នកទាំងពីរនៅពេលនេះហ្នឹងគឺថាมันអាចកិច្ចផុតនោះទេស៊ីមួយ skill ហ្នឹងទៅហើយអំឡុងពេលហ្នឹងកូនចៅរបស់ Kid ជាមួយនឹង Law ហ្នឹងព្យាយាមជួយកាពីតែនរបស់គេតែយ៉ាងណាក៏ដោយហ្នឹង Big Mom គាត់ក៏ចង់ប្រើប្រាស់ជាមួយនឹងរន្ទះនឹងម្ដងទៀតបានចាត់ការទៅដល់កូនចៅមួយចំនួនហើយ Chopper ឯនេះវិញហ្នឹងព្យាយាមរត់កវ៉ែពេញទៅហ្នឹងហើយគាត់រត់នៅពេលហ្នឹង Big Mom ក៏ឃើញ
ដែរតែ Big Mom អត់ខ្វល់ក្រោយមកហ្នឹង Big Mom បានហៅ Hera ហ្នឹងឲ្យជូនគាត់ឡើងទៅខាងលើដើម្បីជួយទៅដល់ Kaido ប្រយុទ្ធគ្នាជាមួយនឹង Luffy ប៉ុន្តែគ្រាន់តែឃើញអញ្ចឹងភ្លាមហ្នឹងឡនិយាយដែរថាមិនអោយទៅទេប្រើជាមួយនឹង Adjusting របស់គាត់ចាក់ទៅកាន់ Big Mom តែម្ដងមិនអោយ Big Mom ហ្នឹងឡើងទៅលើនឹងរំខាន Luffy ប្រយុទ្ធគ្នាជាមួយនឹង Kaido នោះឡើយក៏ទៅត្រូវមួយដាវហ្នឹងហើយ Big Mom បានស្រេចដែរថាឡហ្នឹងឆាប់ដោះលែងគាត់វិញភ្លាមតែឡមិនខ្វល់នោះទេបានទី Big Mom ទម្លាក់ចុះមកខាងក្រោមវិញនឹងមិនអោយគេទៅខាងលើនោះឡើយហើយ Kid ហ្នឹងគឺបានប្រមូលដែន Magnetic របស់គាត់ឡើងមកវិញព្រមទាំងឲ្យ Big Mom ហ្នឹងបិទមាត់ស្ងាត់ទៅកុំអញ្ញាយពេកមកប្រយុទ្ធគ្នានេះវិញហើយ Kid នៅពេលនេះហ្នឹងបានប្រមូលដែន Magnetic របស់គាត់ក៏ដូចជាដែកហ្នឹងស្របជុំវិញខ្លួនរបស់គាត់បង្កើតបានទៅជា Pokemon Dio និយាយទៅទម្រង់ហ្នឹងដូចជាកបីមិនដឹងទេបានចូលទៅដល់ Big Mom តែម្ដងដែលធ្វើឲ្យ Big Mom មិនកិច្ចផុតអីណាធ្វើឲ្យ Big Mom ហ្នឹងបុកជាមួយនឹងជញ្ជាំងដោយក្រុមស្នាដៃរបស់ Kid ដែលបានបង្កើតកបីមួយនឹងដេញចូលរតែវាបានចូលទៅដល់ Big Mom ហើយហ្នឹងពួកអ្នកទាំងពីរបាននិយាយថាគាត់មិនអនុញ្ញាតឲ្យ Big Mom ហ្នឹងឡើងទៅខាងលើនោះទេដោយសារតែពួកគាត់គឺជាដៃគូដែលត្រូវប្រយុទ្ធគ្នាជាមួយនឹង Big Mom ងាកមកមើលខាងក្រោមដែលជន់ផ្ទាល់ដីមិនមែនជន់ផ្ទាល់ដីទេគឺជន់ក្រោមដីថ្ងៃហ្នឹងដូចជានិយាយខុសមិនដឹងទេសុំទោសគ្នាយើងផងបើសិនជានិយាយខុសមួយចំនួនតែងាកមកមើលសាច់រឿងរបស់យើងឯនេះវិញគឺឃើញដែរថា Monosuke កំពុងតែព្យាយាមខាត់កោ Onigashima ហើយនៅអំឡុងពេលដែលគាត់រារាំងទៅកាន់កោ Onigashima នឹងមិនអោយបន្តដំណើរទៅមុខនឹងគាត់ក៏បាននឹកឃើញទៅដល់សមាជិក Ayakasa Ninja ដែលបានរារាំងនឹងទៅដល់ Kaido ព្រមទាំងការលះបង់របស់ Kinemon ដើម្បីឲ្យគាត់រត់ចាក់ចេញអំពីកណ្ដាប់ដៃរបស់ Kaido ហើយដូចនេះហើយនឹងគាត់ត្រូវតែព្យាយាមធ្វើយ៉ាងណាក៏ដោយគាត់ជាមួយនឹងកោ Onigashima មួយនឹងឲ្យបានគាត់គឹងមិនអាចចាញ់នោះទេត្រឹមតែប៉ុណ្ណឹងនោះទេនឹកឃើញទៅដល់គ្រួសារនឹកឃើញទៅដល់ប្រជាជនទាំងអស់គ្នាព្រមទាំងបាននិយាយទៀតថាខ្ញុំសុខចិត្តស្លាប់ខ្លួនឯងក៏ដើម្បីតែជួយទៅកាន់អ្នកគ្រប់គ្នាឲ្យបាននៅថ្ងៃនេះទោះបីជាវាមិនអាចក៏ដោយក៏គាត់ត្រូវតែធ្វើវាទៅជាអាចដើម្បីការពារនៅប្រជាជនរបស់គាត់តែស្របពេលហ្នឹងគាត់ក៏បានឮសំឡេងនរណាម្នាក់ហ្នឹងបានស្រែកហៅឈ្មោះរបស់គាត់ក៏បានសម្លឹងមើលទៅជុំវិញក្បែរហ្នឹងក៏មិនដឹងថានរណាហ្នឹងបានហៅគាត់នោះឡើយឡាយសាច់រឿងរបស់យើងបានកាត់ទៅដល់ Big Mom ម្នាក់វិញដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹង Kid អំឡុងពេលហ្នឹងគាត់ក៏បានចាប់ជាមួយនឹងក្របីនឹងជាប់តែយ៉ាងណាក៏ដោយហ្នឹង Kid ក៏បានបុកគាត់នោះផ្នែកទៅនឹងជញ្ជាំងហើយឈោយ៉ាងសង្ហាតែម្ដងដែលឡហ្នឹងជ្រេញមែនតែនជ្រេញមិនជុំនោះទេងុំឡើងទៅខាងលើហ្នឹងនិយាយឌឺដងគ្នានៅខាងលើហ្នឹងទៀតហើយឆ្លៀតចាក់ទៅកាន់ Kid ថាហេតុអ្វីបានជាឯងហ្នឹងមិនវាយគេតាំងពីមុនដំបូងយើងវាយគេទៅចំណែក Big Mom ម្នាក់វិញហ្នឹងគឺថាគាត់វេទនាមែនតែនតែយ៉ាងណាក៏ដោយនៅតែដឹងខ្លួនមកវិញតែយ៉ាងណាដៃរបស់គាត់នៅពេលនេះហ្នឹងអាដៃខាងស្ដាំហ្នឹងបានបាក់ឆ្អឹងអស់រលីងតែម្ដងគាត់ក៏ព្រមទទួលស្គាល់ដែរថា Super Navas Kid ជាមួយនឹងឡហ្នឹងពិតជាខ្លាំងនិងមានគ្រោះថ្នាក់ពិតមែនលុះបន្តមកហ្នឹងគាត់ក៏បានប្រើប្រាស់ជាមួយនឹងថាពល Devil Fruit របស់គាត់ព្យាបាលដៃរបស់គាត់ដោយឲ្យឆ្អឹងហ្នឹងមានជីវិតនឹងតបភ្ជាប់គ្នាឡើងវិញនឹងឯងគ្រាន់តែវាបានព្យាដៃខ្លួនឯងហើយហ្នឹង Big Mom ក៏បានហៅ Napoleon ចូលគ្នាម្ដងទៀតវាប្រហារទៅដល់ Kid ជាមួយនឹងឡហើយនៅពេលនេះហ្នឹង Kid ហក់ចូលទៅទៀតតែយ៉ាងណាក៏ដោយត្រូវ Big Mom វាយ Kid ហ្នឹងបានធ្វើឲ្យ Big Mom ហ្នឹងខ្លាចទៅជាមេដែក Magnetic បានធ្វើឲ្យ Big Mom ហ្នឹងទាញទៅបុកគ្នាជាមួយនឹងជញ្ជាំងតែយ៉ាងណាក៏ដោយហ្នឹងមើលទៅការប្រយុទ្ធគ្នាមួយនេះលឿនមែនទែន Admin ហ្នឹងមើលក៏មិនចង់ទាន់ដែរ Kid ប្រយុទ្ធគ្នាមិនទាន់ហ្នឹងមកជុំទេងុំហ្នឹងឡទៅឈប់ពីមុខ Big Mom តែយ៉ាងណាក៏ដោយហ្នឹងត្រូវបាន Big Mom ចាប់ជាប់ហើយ Big Mom នៅពេលហ្នឹងខឹងទៅកាន់ឡមែនទែនទាញឡហ្នឹងផ្ញាច់ទៅនឹងដីតែម្ដងហើយឡហ្នឹងគឺគាត់បានកិច្ចផុតនឹងឯងគាត់ប្រើជាមួយនឹងសមត្ថភាព Devil Fruit របស់គាត់រួមកិច្ចចុះកិច្ចឡើងហ្នឹងគឺបានកិច្ចទៅវា Big Mom ម្ដងទៀត Big Mom វាគាត់បានកិច្ចម្ដងទៀតហើយ Big Mom ម្នាក់វិញហ្នឹងងាកទៅខាងលើហ្នឹងឃើញថា Kid មកម្ដងទៀតហើយ Kid ហ្នឹងគឺបានចាប់មុខរបស់ Big Mom ហ្នឹងផ្ញាច់ទៅនឹងដីតែម្ដងហើយឡហ្នឹងកិច្ចមកម្ដងទៀតកាប់ទៅកាន់ Big Mom បន្ថែមទៀតនឹងឯងហើយឡហ្នឹងឆ្លៀតឌឺទៅដល់ Big Mom ទៀតហៅ Big Mom ថាយាយប៉ែកឈួតយាយប៉ែកកញ្ចាស់ឈួតរយតែពីលឺសំដីដល់ក៏ក្លឿនរបស់ Kid ហ្នឹងធ្វើឲ្យ Big Mom ហ្នឹងខឹងមែនតើ Big Mom ក៏បានប្រើប្រាស់ជាមួយនឹងអាវុធទាំង3ដើមរបស់គាត់ហ្នឹងគុំចូលគ្នាខ្លាចទៅជា 3000 Legacy of Sumeri វាទេលើកនេះហ្នឹងវាទៅដល់ក្មេងឆ្លើយមួយនឹងជាមួយនឹងឥទ្ធិពលបង្កើតនៅដួងព្រលឹងមួយចេញមកក៏បានវាប្រហារហ្នឹងទៅដល់ Kid នៅទីកន្លែងមួយហ្នឹងតែម្ដង Kid ហ្នឹងមានតែកិច្ចផុតអីណាត្រូវអាដួងព្រលឹងមួយហ្នឹងម៉ាត់យកតែម្ដងកូនចៅរបស់គេគ្រាន់តែឃើញអញ្ចឹងភ្លាមហ្នឹងនឹងភ្ញាក់ផ្អើលដោយសារតែវាហ្នឹងពិតជាខូខើមែនទែននៅក្នុងការវាយមួយហ្នឹងមើលសភាពរបស់ Kid ទៅដឹងហើយថាវេទនាប៉ុណ្ណាដែលត្រូវបានគេវាយបែបហ្នឹងហើយអាឡៃតែវា Kid ផ្លេចខ្លួនហ្នឹង Big Mom នៅពេលហ្នឹងត្រូវបានឡហ្នឹងបង្កើតសមត្ថភាពរូបបង្កើតបានប៉មដតីទៀតហ្នឹងឡើងទៅលើក៏ដូចជាអុកទៅកាន់ Big Mom នឹងសង្កត់គាត់ទៅខាងក្រោមនឹងឯងពីប៉មបានសង្កត់គាត់ហើយហ្នឹងគាត់ក៏បានហែកប៉មទាំងហ្នឹងផុសឡើងមកលើវិញតែមិនទាន់ដឹងអីហ្នឹងឡក៏បាន reflect ទៅទៀតហើយឡក៏បានចាក់ដាវរបស់គាត់ហ្នឹងចូលទៅក្នុងទ្រូងរបស់ Big Mom ហើយធ្វើឲ្យដាវរបស់គាត់ហ្នឹងទម្លុះកាន់តែវែងទៅធ្លាក់ចូលទៅខាងក្រោមទៀតតែអំឡុងពេលហ្នឹង Big Mom ហ្នឹងក៏បានវាទៅដល់ឡផងដែរដែលឡហ្នឹងគាត់នៅតែមិនប្រឡែងដៃរបស់គាត់អំពីដាវមួយហ្នឹងទេសុកចិត្តឲ្យ Big Mom វាដែលធ្វើឲ្យកូនចៅរបស់គាត់ឆ្ងល់ថាកាពីតែនកំពុងតែធ្វើអ្វី Big Mom ហ្នឹងនិយាយដែរថាតើឯងហ្នឹងត្រៀមខ្លួនបាត់បង់ជីវិតហើយឬនៅឡរតែពីមានការតស៊ូចាក់ទៅដល់ Big Mom បែបហ្នឹងហើយហ្នឹងដាវរបស់គាត់ក៏បានទម្លាយទៅដល់ស្រទាប់របស់ Magma នៃជាន់ក្រោមដីតែម្ដងហើយគាត់ក៏បានធ្វើឲ្យដីនៅទីហ្នឹងផ្ទុះចេញទៅជាប្រហោងមួយយ៉ាងប៉ុណ្ណាហើយយ៉ាងម៉ូតូហ្នឹងក៏បានឃើញនៅប្រហោងទាំងហ្នឹងដែរក៏មានអារម្មណ៍ថាឆ្ងល់មែនទេនរណាបានធ្វើអ្វីនៅខាងលើលោកពេលហ្នឹងឡបាននិយាយដែរថា Kida ដល់វេនរបស់ឯងហើយធ្វើវាឲ្យបានល្អទៅខ្ញុំរំពឹងលើឯងហ្នឹងអាចុងក្រោយមួយហ្នឹង Kid នេះវិញហ្នឹងគឺគាត់ដឹងខ្លួនហើយតែគាត់និយាយដែរថាកុំមកបញ្ជាយើង
ប្រទេសប្រាស់កុំមកបញ្ជាយើងឲ្យយើងធ្វើអ្វីដែលយើងមិនទាន់បានចង់ធ្វើម៉ាម៉ានេះវិញបានស្រែកដែរថាឲ្យពួកគេនឹងប្រឡែងគាត់ចេញទៅព្រោះអីគាត់គឺជាយ៉ាងគោហើយគាត់នឹងផ្ដួលពួកគេប៉ុន្តែយ៉ាងណាក៏ដោយឡបាននិយាយដែរថាយុគសម័យរបស់ Big Mom ត្រូវបានបញ្ចប់ហើយឥឡូវគឺជាយុគសម័យថ្មីដែលស្របពេលហ្នឹង Kid ក៏បានប្រើជាមួយនឹងកណ្ដុង laser របស់គាត់នឹងបាញ់ទៅកាន់ Big Mom ដែលធ្វើឲ្យ Big Mom នៅពេលនេះឈឺចាប់មែនទែន Kid នឹងក៏បានស្រែកមួយទំហឹងរហូតដល់សាច់រឿងបានចប់